បាទជំរាបសួរបងនេះជាវីដេអូនៃការ check report stock ដើម្បីឲ្យបងដឹងថាក្នុង stock របស់បងសល់stock ប្រមាណអញ្ចឹងណាបងបាទអញ្ចឹងដើម្បីបងអាច check stock បានអញ្ចឹងបងអាចចូលខាង report បាទហើយបងចុច inventory បាទហើយបងនៅឃើញពាក្យថា stock in warehouse បងបាទអញ្ចឹងបងចុចលើ stock in warehouse ហ្នឹងមកហើយនេះជាបណ្ដុំនៃការ check stock របស់យើងបងបាទអញ្ចឹងពេលដែលបងចូលក្នុង stock in warehouse ហ្នឹងហើយបងមិននឹងចូលដល់កន្លែងនេះហើយបងចុចពាក្យ expand មកដើម្បីឲ្យវាសម្រាយបាទបងចុច expand មកអញ្ចឹងកន្លែងនេះជាកន្លែងដែលវាសម្រាយឲ្យយើងដឹងបាទអញ្ចឹងនេះជាប្រភេទអីវ៉ាន់របស់យើងដែលមាន stock អញ្ចឹងបងអាចមើលបានថានេះប្រភេទឈ្មោះ item របស់យើងហើយនេះបងឃើញ in stock នេះអញ្ចឹងចំនួននៅខាងក្រោមនេះគឺសុទ្ធតែជាចំនួន stock របស់ប្រភេទ item យើងមុខហ្នឹងបងបាទបើតើប្រភេទ Camellia line នេះនៅសល់ stock 1000ហ្នឹងទៅបាទហើយ Camellia Black នេះគឺសល់ stock 1000អញ្ចឹងនេះជាចំនួន stock ទៅតាម item មួយមុខរបស់យើងសម្រាយចុះមកក្រោមរហូតអញ្ចឹងណាបងបាទអញ្ចឹងបងអាចមើលបានថា stock total របស់យើងសល់ប្រមាណហើយទៅលើប្រភេទអីវ៉ាន់របស់យើងសល់ stock ប្រមាណហើយបើសិនជាអត់ stock កន្លែងហ្នឹងគឺនឹងបង្ហាញ0អញ្ចឹងណាបងបាទនេះជាចំនួន stock របស់យើងអញ្ចឹងទៅបាទ ABC មាន stock ផ្សេងបាទអញ្ចឹង report stock គឺយើងអាចមក check នៅក្នុង stock in warehouse ហ្នឹងបានអញ្ចឹងណាបងបាទ